សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅព្រឹកថ្ងៃទី15ខែកក្កដាឆ្នាំ2026ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC នៃយុទ្ធភូមិភាគទី4កម្ពុជានិងកងទ័ពភូមិភាគទី2ថៃបានជួបប្រជុំក្រៅផ្លូវការនៅវេលាម៉ោង 11:00 នាទីនៅច្រកអន្តរជាតិជាំសង្ងាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យគណៈប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ត្រីនិតណារុងប្រធានក្រុមលេខាធិការ RBC កម្ពុជានិងគណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ត្រីកម្ផាណាវ៉ាផាន់សុប្រធានក្រុមលេខាធិការ RBC ថៃភាគីកម្ពុជាបានសម្ដែងនៅការស្វាគមន៍ចំពោះកិច្ចប្រជុំសម្រាប់សម្រួលប្រតិបត្តិការក្រៅផ្លូវការរវាងក្រុមលេខាធិការដ្ឋានទាំងពីរដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ដើម្បីពិភាក្សារិះរកដំណោះស្រាយបញ្ហានានាជាមួយគ្នាដោយសន្តិវិធីនិងបានទាន់ពេលវេលាសម្ដៅបញ្ជាការយល់ច្រឡំដោយមិនចាំបាច់ព្រមទាំងបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្ដោយព្រំដែននៅក្នុងកិច្ចប្រជុំនោះភាគីកម្ពុជាបានទាមទារឲ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវការពង្រីកភូមិសាស្ត្រសកម្មភាពរាយបន្លាលួសនៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជានិងតំបន់ដែលមិនទាន់ដាច់ស្រេចហើយសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្ដើមការងារវាស់វែងនិងខណ្ឌសីមានៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដោយមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ចំពោះហេតុការណ៍ការបាញ់និងការបង្កផ្ទុះភាគីកម្ពុជាស្នើឲ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់បំផុតដើម្បីកុំឲ្យមានការយល់ច្រឡំនិងដាក់ចេញវិធានការទប់ស្កាត់កុំឲ្យកើតមានបន្តទៀតដើម្បីជៀសវាងការកើនឡើងនៅភាពតានតឹងដោយមិនចាំបាច់ជាមួយគ្នានេះភាគីកម្ពុជាក៏បានស្នើឲ្យភាគីថៃចូលរួមសហការក្នុងការអប់រំនិងរឹតបន្តឹងវិន័យដល់បណ្ដាកងកម្លាំងជួរមុខរបស់ខ្លួនក្នុងគោលបំណងទប់ស្កាត់កុំឲ្យមានសកម្មភាពណាមួយដែលអាចនាំដល់ការបង្កហេតុដូចជាការបាញ់បោះការរាយលុះបន្លានិងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យជាដើមបន្ថែមពីលើនេះភាគីកម្ពុជាក៏បានលើកឡើងអំពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានคล้ายៗបំភ្លៃការពិតជាពិសេសការផ្សព្វផ្សាយទាំងឡាយណាដែលមានចរិតលក្ខណៈអុចអាលឲ្យមានការស្អប់គ្នានិងចងគំនុំគ្នាសម្ដៅលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមកនិងបង្កើតឲ្យមានបរិយាកាសអំណោយផលដល់ការដោះស្រាយដោយសន្តិវិធីជាថ្មីម្ដងទៀតភាគីកម្ពុជាក៏បានគូបញ្ជាក់សារជាថ្មីយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតសម្ដៅស្វែងរកដំណោះស្រាយដោយសន្តិវិធីយុត្តិធម៌និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃពុធ1កើតខែទុតិយស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី15ខែកក្កដាឆ្នាំ2026